ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនិងជាទីរាប់អានការចំណាយពេលត្រឹមតែប៉ុន្មាននាទីនៅវេលាថ្ងៃត្រង់នេះតាមរយៈការស្ដាប់នៅនីតិរបស់យើងខ្ញុំនៅថ្ងៃត្រង់ចង់ដឹងរីស័យខ្ញុំយ៉ាងណាជាមួយខ្ញុំបាទលោកគ្រូហោរាសុកឧត្តមមិនមែនត្រឹមតែជាការទូទាយជោគជតារិស័យប៉ុណ្ណោះទេប៉ុន្តែវាជាពន្លឺបំបែកអាប់នៃជីវិតវាជាផែនទីបង្ហាញផ្លូវដើរតួជាពន្លឺតម្រង់ទិសដើម្បីឲ្យអស់លោកនាងដឹងថាតើពេលណាត្រូវឈានដើម្បីចាប់យកលៀបធំតើពេលណាគួរត្រូវដកថយដើម្បីគេចផុតពីគ្រោះថ្នាក់ឬមួយក៏មហន្តរាយផ្សេងៗហើយតើត្រូវបើកទ្វារបេះដូងឬក៏វិញ្ញាណយ៉ាងណាដើម្បីទទួលយកនៅចំណង់ចំណូលចិត្តជាធម៌ពលវិជ្ជមានចូលមកនៅក្នុងដំណើរជីវិតរបស់អស់លោកនាងដើម្បីកុំឲ្យអស់លោកនាងកញ្ញាទន្ទឹងរង់ចាំយូរអំពីការទូទាយជោគជតារិស័យឆ្នាំទាំង12រីករាយស្វាគមន៍និងបើកទំព័រកម្មវិធីថ្មីអំពីការជម្រាបជូនដល់អស់លោកនាងកញ្ញាដែលកើតឆ្នាំខាលហើយនឹងត្រូវបានជម្រាបអំពីជោគជតារិស័យវាសនារបស់អស់លោកនាងកញ្ញាសម្រាប់ខែសីហាដូចតទៅឆ្នាំខាលនាមជាសត្វខ្លាពងយក្ខិនីធាតុឈើបាទអញ្ជើញសះចេញបដងភ្លាមៗកុំបងអែបងអង្គយូរដើម្បីទទួលបាននៅសេចក្តីសុខសុភមង្គលអនាគតរុងរឿងត្រចះត្រចង់បាទតាមរយៈលេខសំណាង389ពិតជាអង្រួនវាសនារបស់អស់លោកនាងកញ្ញាឲ្យសប្បាយរីករាយតាមរយៈការស្ដាប់នៅការអត្ថាធិប្បាយទូទាយជោគជតារិស័យពីខ្ញុំលោកគ្រូមកទឹកសុកឧត្តមបាទកុំភ្លេចណាអញ្ជើញសះចេញបដងភ្លាមៗតាមរយៈលេខសំណាង389ពណ៌សំណាងនៅពេលនេះសម្រាប់ខែសីហាអស់លោកនាងអាចស្លៀកសម្លៀកបំពាក់ហើយជ្រើសរើសឲ្យត្រូវតាមតម្រូវការតាមពេលវេលាគឺពណ៌ខៀវនិងពណ៌សបាទរីឯថ្ងៃហេងគឺថ្ងៃប្រហ័សម៉ោងហេងសម្រាប់អស់លោកនាងកញ្ញាបាទគឺម៉ោង5:04នាទីពេលព្រឹកម៉ោង2:07នាទីពេលថ្ងៃរសៀលម៉ោង4:59នាទីពេលល្ងាចហើយនឹងម៉ោង9:18នាទីពេលយប់ទិសហេងរបស់អស់លោកនាងកញ្ញាសម្រាប់ឆ្នាំខាលនេះពេលនេះគឺទិសខាងលិចការងាររបស់អស់លោកនាងកញ្ញាជាមន្ត្រីរាជការឬមួយក៏ជាបុគ្គលិកក្រុមហ៊ុនស៊ីវិលឯកជនដទៃទៀតក្តីនោះគឺកំពុងតែប្រព្រឹត្តទៅរលូនថ្នាក់លើមានការពេញចិត្តដល់អស់លោកនាងហើយបានប្រគល់ភារកិច្ចថ្មីជូនដល់អស់លោកនាងអ្នកនាងឬមួយក៏គម្រោងថ្មីជូនដល់អស់លោកបាទនាំឲ្យអ្នកមានឈ្មោះបោះសម្លេងនៅក្នុងជួរអង្គភាពឬមួយក៏ក្រុមហ៊ុនរបស់អស់លោកនាងផងដែរអាជីវករពាណិជ្ជករការជួញដូរអាចហុចផលផ្លែផ្កាគូជាទីពេញចិត្តឬមុខទំនិញរបស់អស់លោកអ្នកអាចមានការគាំទ្រពីសំណាក់ភ្ញៀវឬមួយក៏អតិថិជនយ៉ាងច្រើនសិស្សនិងនិស្សិតមានស្មារតីនឹងណក្នុងការសិក្សាអាចហុចលទ្ធផលគូជាទីពេញចិត្តបាទប្រឡងអ្វីនឹងត្រូវបានសម្រេចដោយបំណងពងប្រាថ្នាសុខភាពនេះពេលនេះសម្រាប់ឆ្នាំខាលនៅក្នុងខែសីហាល្អតែត្រូវប្រយ័ត្នខ្លាចក្រែងមានឈាមហូរចេញពីខ្លួនបាទល្អហេតុដូចម្តេចបានជាប្រយ័ត្នត្រូវមានឈាមហូរចេញពីខ្លួនបាទដោយសារតែមានឧបសគ្គខ្លះៗនៅពេលចុងក្រោយយើងនឹងជម្រាបថាតើហេតុដូចម្តេចបានជាអាចមានឈាមហូរចេញពីខ្លួននោះបាទលុយកាក់មានចំណូលបន្ថែមពីប្រភពផ្សេងចំពោះទំនាក់ទំនងស្នេហាអាចមានការយល់ចិត្តគ្នាច្រើនក៏ប៉ុន្តែមាននារីខ្លះឆ្នាំខាលបែរជាមានទុក្ខសោកពីបដិសេរីទៅវិញដំណើរកំសាន្តធ្វើដំណើរកំសាន្តទៅចិត្តប្រភពទឹកឬមួយក៏តំបន់ធម្មជាតិអាចនឹងជួយបន្ថែមរាសីរបស់អស់លោកនាងឲ្យសមប្រកបតាមដួងមនោសញ្ចេតនារបស់អស់លោកនាងបានប៉ុន្តែនៅពេលនេះឆ្នាំខាលត្រូវបានជម្រាបជូនថារាសីរបស់អស់លោកនាងកញ្ញាគឺរាសីល្អបង្គួរក៏ប៉ុន្តែហេតុដូចម្តេចបានជាខ្ញុំលោកគ្រូមកទឹកសុខដំបានជម្រាបឲ្យអស់លោកនាងប្រយ័ត្ននៅក្នុងបញ្ហាសុខភាពខ្លាចក្រែងឈាមហូរចេញពីខ្លួននោះបាទគឺបណ្ដាលឲ្យមាននៅចិត្តចុងបញ្ចប់នៅក្នុងខែសីហាអស់លោកនាងសូមកុំធ្វើដំណើរឆ្ពោះទៅទិសខាងត្បូងខ្លាចក្រែងមានឧបសគ្គដែលបណ្ដាលឲ្យមានឈាមហូរចេញពីក្នុងខ្លួនប៉ុន្តែប្រសិនបើអស់លោកនាងនៅផ្ទះក្នុងកិច្ចការផ្សេងគឺมันអាចទទួលបាននៅក្នុងជំនួបនៅក្នុងការទូទាយជោគជតារិស័យដែលបណ្ដាលឲ្យមានឈាមហូរចេញពីក្នុងខ្លួននោះទេ
បាទឆ្នាំខាលសូមជម្រាបដល់អស់លោកនាងកញ្ញាជីទូទៅថាប្រសិនបើជានារីរស់នៅក្នុងក្តីអស់សង្ឃឹមក្នុងដំណើរជីវិតអស់រយៈកាលកន្លងមកនេះបាទនារីខ្លះឆ្នាំខាលត្រូវបានប្តីប្រមាថមើលងាយឬមួយក៏ម្ដាយក្មេកក្រុមគ្រួសាររបស់ខ្លួនក៏ដូចនេះដែរចាត់ទុកឆ្នាំខាលគឺជាមនុស្សដែលគ្មានតម្លៃក្នុងសង្គមគ្រួសារមានញាតិដូចអត់ញាតិមានបងប្អូនដូចអត់បងប្អូនពឹងពាក់ពុំអ្នកអាស្រ័យពុំសូវបានតែប្រសិនបើបានគឺស្ថិតនៅក្នុងចម្ពោះផ្កាពណ៌ស្វាយគឺផ្កាត្របែកព្រៃល្អនៅតែនឹងមុខរួចហើយលួចវាយប្រហារនិយាយដើមឆ្នាំខាលធ្វើប្រងើយទៅវិញដូច្នេះដើម្បីបំបត្តិក្តីកង្វល់ទុកព្រួយនៅក្នុងចិន្តារបស់អស់លោកនាងកញ្ញាបាទប្រសិនបើចង់ទូទីជោគជតារិស័យផ្ទាល់ខ្លួនកុំភ្លេចអញ្ជើញជួបជាមួយខ្ញុំបាទតាមរយៈលេខទូរស័ព្ទភ្ជាប់ទំនាក់ទំនង Telegram 012 64 5118 មួយខ្សែទៀត057 77 62 844ប្រសិនបើនៅក្នុងមុខរបរអស់លោកនាងកញ្ញាកំពុងតែជួបប្រទះនៅភ័យចន្តរាយផ្សេងបាទចំពោះបុគ្គលមួយចំនួនឆ្នាំខាលខ្លះបែរជាត្រូវលក់តូបលក់ផ្ទះលក់ដីធ្វើឲ្យជីវិតពោពេញទៅដោយភាពអសុភមង្គលអញ្ជើញអស់លោកនាងជួបប្រឹក្សាយោបល់ផ្ដល់ជាមតិជាមួយខ្ញុំបាទលោកគ្រូមកទឹកសុខឧត្តមនីតិយើងនឹងអាចធ្វើឲ្យស្រមោលអពមង្គលចេញពីក្នុងខ្លួនរបស់អស់លោកនាងកញ្ញាបានហើយជំនួសមកវិញនៅសុភមង្គលយន្តស្នេហ៍គ្រប់ប្រភេទឬមួយក៏អាចនឹងមានវត្ថុអ្វីផ្សេងចងជាចំណងដៃជូនដល់ឆ្នាំខាលដែលនឹងខ្លាយទៅជាសិស្សរបស់ខ្ញុំបាទពេលវេលាបានមកដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់ក៏សូមជំនួបជួបជាមួយនឹងបទចម្រៀងដែលត្រូវបានតាក់តែងនិពន្ធដោយខ្ញុំលោកគ្រូមកទឹកសុខដំដើម្បីបំពេកំដរអារម្មណ៍នៅពេលចុងនៃការទូទីជោគជតារិស័យបាទអញ្ជើញរាំជាមួយនឹងខ្ញុំតាមរយៈបទដ៏រីករាយសមនឹងចង្វាក់តន្ត្រីប្រគំចាំងពីរោះរំដំបាទឆ្នាំខាលតោះអញ្ជើញរាំជាមួយនឹងខ្ញុំតាមរយៈបទនៅក្នុងបាទសប្បាយរីករាយនៅក្នុងការជំនួបជួបជាមួយលោកគ្រូមកទឹកសុខដំបាទសូមអញ្ជើញហើយនឹងចុងបញ្ចប់នៃបទចម្រៀងខ្ញុំលោកគ្រូមកទឹកសុខដំសូមជម្រាបលាសូមអរគុណមុនស្នេហ៍សំដីកំឡងហោរាសំលេងសារិកាពីរោះរំដំសំដីផ្អែមល្ហែមដូចជាទឹកខ្មុំលន់លឺរងំនៅក្នុងសោតាលោកគ្រូសុកអត់ដំទាយឈុតអ្វីម្លេះទេហាក់ដូចមុនស្នេហ៍សំលេងសារិកាមុនស្នេហ៍សំដីកំឡងហោរាសំលេងសារិកាពីរោះរំដំសំដីផ្អែមល្ហែមដូចជាទឹកខ្មុំលន់លឺរងំនៅក្នុងសោតាលោកគ្រូសុកអត់ដំទាយឈុតអ្វីម្លេះទេហាក់ដូចមុនស្នេហ៍សំលេងសារិកាមុនស្នេហ៍សំដីកំឡងហោរាសំលេងសារិកាពីរោះរំដំសំដីផ្អែមល្ហែមដូចជាទឹកខ្មុំលន់លឺរងំនៅក្នុងសោតាលោកគ្រូសុកអត់ដំទាយឈុតអ្វីម្លេះទេហាក់ដូចមុនស្នេហ៍សំលេងសារិកា